តោះបងប្អូនថ្ងៃនេះខ្ញុំមកបបរត្រីអញ្ចឹងខ្ញុំមើលទាំងអស់គ្នាឥឡូវយើងមកដាំទឹកយើងដាក់ពពាយហ៊ីសាច់បើដាក់ដាំហើយឥឡូវយើងមកប្រឡាក់គ្រឿងត្រីដើម្បីផ្អាប់ឲ្យវាចូលជាតិហើយឲ្យវាបាត់ក្លិនអញ្ចឹងខ្ញុំដាក់ត្រីដាក់ទៅដាក់ខ្ទឹមដាក់ចេកដាក់ស្កររួចហើយយើងជ្រាវវាឲ្យសព្វហើយយើងអាប់ទុកដើម្បីឲ្យវាចូលជាតិហើយកុំឲ្យវាមានគ្រឿងឆ្អិនហើយយើងអាប់ទុកហើយយើងទៅមើលទឹកហើយយើងដាក់គ្រឿងត្រីដាក់យើងទៅបបរយើងដាក់ខដាក់ចេកដាក់ត្រីហើយយើងដាក់មកមកខាត់ឲ្យយើងដាក់ទៅយើងនេះយើងដាក់បន្តិចហើយយើងដាក់ឆ្អិនបន្ទាប់មកយើងដាក់ស្ករចូលខ្ញុំអត់ថាទេស្ករយើងស្ករយើងឲ្យវាយ៉ាងផុយទៅហើយយើងមកស្ករចូលយើងទៅទឹកគឺនៅស្រុកនេះគេហៅជាវ៉ាន់ស៊ុយប៉ុន្តែនៅកន្លែងខ្លះគេហៅជារណាអូវិញហើយយើងមកមើលអូយើងក៏ដើមវារីកមកហើយបន្ទាប់មកយើងដាក់ត្រីចូលហើយយើងដាក់គ្រឿងហើយហ្នឹងចូលហើយយើងភ្លក់មើលទៅថាវាស្ទើរគ្រឿងអីយើងថែមតាមក្រួយហ្នឹងទៅបបរខ្ញុំបានចាំហើយខ្ញុំដាក់បបរចូលមកពងខ្ទឹមចូលឲ្យឆ្ងាញ់ដើម្បីយកដាក់ក្នុងបបរខ្ញុំពងមួយហើយខ្ញុំមកហាន់ជីស្នេះខ្ទឹមខ្ញុំយកពលខ្ទឹមមកដាក់ក្នុងបបរហើយខ្ញុំដាក់ជីខ្ទឹមចូលខ្ញុំខ្ទឹមបបរហើយរបៀបបបរនេះគេថាតាមក្នុងបបរ អរគុណជំរាបលា